លីស្រែលីម៉ែមកធ្វើការងារតាមគ្នាដើម្បីជាភាពគ្រួសារបន្ទប់មួយខែ$40រស់នៅ4-5អាត្មាមានអ្នកណាតូនតាកម្មកររោងចក្រធ្វើការគ្មានក្តីស្រណុកអូបជុកមិនគ្រប់នឹកស្រុកនឹកពុកនឹកម៉ែនេះស័យថ្ងៃមួយក៏បានជួបស្នេហ៍សន្យាស្រឡាញ់មិនប្រែមិនចោលគ្នាទោះជាយ៉ាងណាបន្ទប់ជួលជួបគ្នាល្ងាចព្រឹកឥឡូវសល់ត្រឹមពាក្យនឹកហើយហូរទឹកនេត្រាអូនឈប់នៅហើយឈប់មកធ្វើការឮគេថាអូនមានអ្នកថ្មីใจដន់ជួបគ្នាពុំងាយធ្វើជាមិនស្គាល់អង្គយុទ្ធធម៌សម្រាប់កម្មករក្រក្រៃនាងមានព្រៀបជាងចិនភក្តីបន្ទប់ជួលក៏បាត់ស្រីលែងនិយាយទៅស្រុកវិញដន់ជួបគ្នាពុំងាយធ្វើជាមិនស្គាល់អង្គយុទ្ធធម៌សម្រាប់កម្មករក្រក្រៃនាងមានព្រៀបជាងចិនភក្តីបន្ទប់ជួលក៏បាត់ស្រីលែងនិយាយទៅជួពុកម៉ែវិញ